cho nên môn đặc biệt ấy khá là phải មានមោទនភាពនិយាយទៅគាត់តែងទូមានឲ្យកូនធ្វើល្អទៅកន្លែងណាក៏ដោយត្រូវតែមានភាពស្មោះត្រង់មិនថាបងប្អូនឬកន្លែងការងារតែឥឡូវនេះគាត់បានចែកឋានហើយក៏អរគុណសិស្សតែគាត់ផ្ដល់កំណែដល់យើងអញ្ចឹងណាកាលពីជំនាន់បងនៅក្មេងពេលមិនភ្លៀងអញ្ចឹងទៅប៉ាក៏ទិញជាមីកញ្ចប់អីចឹងណាហើយឆាជាមួយនឹងកាច់ចែកកូនញ៉ាំអញ្ចឹងពីកញ្ចប់អីហ្នឹងគឺញ៉ាំទាំងអស់គ្នាហើយបងមានបងប្អូនដល់16នាក់នៅពេលដែលឃ្លានអីចឹងណាគឺប៉ាគាត់តែងតែទិញទឹកដោះគោខាប់ជាងហ្នឹងម៉ៃបយហ្នឹងគឺតែងមកកំប៉ុងអញ្ចឹងទៅឆុងចែកគ្នាញ៉ាំអីមានអូនការចង់ចាំពិសេសកាលពីបងនៅតូចគាត់ធ្លាប់និយាយថាធ្វើជាមនុស្សត្រូវតែមានភាពស្មោះត្រង់ហ្នឹងហើយពាក្យហ្នឹងដែលបងចាំរហូតដល់ពេលនេះសម្រាប់ការចងចាំដែលខ្ញុំមិនអាចបំភ្លេចបានជាមួយនឹងប៉ារបស់ខ្ញុំហ្នឹងគឺនៅពេលដែលហូបបាយជុំគ្នាម្ដងគាត់តែងតែទូមានដល់ខ្ញុំក៏ដូចជាទូមានដល់កូនផងដែរនៅពេលដែលយើងធ្វើខុសបើសិនជាគេថាឲ្យយើងកុំខឹងគេហើយបើសិនជាយើងធ្វើត្រូវចាំខឹងកាលពីក្មេងប៉ាគាត់ជាមនុស្សម្នាក់ដែលខំរកស៊ីច្រើនដើម្បីចំគ្រួសារហើយខ្ញុំមានសមាជិកបងប្អូនច្រើនដែរគាត់តែងតែយកខ្ញុំទៅជាប់ជានិច្ចទោះបីគាត់ទៅឆ្ងាយឬក៏ជិតហើយការចងចាំមួយទៀតមិនអាចបំភ្លេចបាននៅពេលដែលខ្ញុំធំពេញវ័យខ្ញុំធ្លាប់សុំទិញទូរស័ព្ទមួយគ្រឿងតែពេលហ្នឹងខ្ញុំសុំទិញ Samsung ឯងតែជាក់ស្ដែងខ្ញុំខកគាត់ខ្ញុំចង់បាន iPhone ចង់ពេលទៅដល់កន្លែងទិញទូរស័ព្ទខ្ញុំឡាំប៉ាចង់បាន iPhone តែពេលនោះគាត់ខឹងខ្លាំងមែនតែគាត់អត់ដឹងធ្វើម៉េចគាត់ក៏តាមបំណងរបស់ខ្ញុំដឹងថាក្នុងចិត្តគាត់ខឹងក៏ប៉ុន្តែដើម្បីកូននិយាយទៅប៉ាខ្ញុំជាមនុស្សប្រុសម្នាក់ដែលរឹងមាំក៏ដូចជាសសរទ្រូងសម្រាប់គ្រួសាររបស់យើងគាត់ខំប្រឹងរកលុយហើយទោះបីជាគាត់អត់សូវមានពេលវេលាជាមួយខ្ញុំក៏ដោយប៉ុន្តែខ្ញុំយល់ថាគាត់ពិតជាខំប្រឹងមែនសម្រាប់គ្រួសារមួយនេះគាត់តែងទូមានឲ្យកូនធ្វើល្អទៅកន្លែងណាក៏ដោយត្រូវតែមានភាពស្មោះត្រង់មិនថាបងប្អូនឬកន្លែងការងារតែឥឡូវនេះគាត់បានចែកឋានហើយអញ្ចឹងស្ងាត់បោកក៏អរគុណស្ងាត់តែគាត់ផ្ដល់កំណែដល់យើងអញ្ចឹងណាភាពមោទនភាពខ្លាំងបំផុតហ្នឹងគឺប៉ារបស់ខ្ញុំអញ្ចឹងបើថាគាត់គឺជាមនុស្សល្អតែគាត់តែងតែព្រានបដៅកូនឲ្យចេះជួយអ្នកដទៃស្រឡាញ់អ្នកដទៃនិយាយទៅគឺបងប្អូនអត់ដែលមានភាពឆ្លោះប្រកែកគ្នាទេបងប្អូនខ្ញុំគឺស្រឡាញ់គ្នាទាំងអស់អរគុណប៉ាដែលបានផ្ដល់កំណត់មួយនេះមកកាន់ខ្ញុំហើយក៏អរគុណប៉ាសម្រាប់គ្រប់យ៉ាងដែលប៉ាធ្វើដើម្បីកូនប៉ាតែងតែនៅពីក្រោយខ្នងរាល់ពេលដែលកូនជួបឧបសគ្គកូនមានថ្ងៃនេះក៏ដោយសារតែប៉ាមានតែជូនពរឲ្យគាត់មានតែសុខភាពល្អក៏ដូចជាការប្រឹងប្រែងរបស់គាត់ទទួលបានជោគជ័យបន្តទៀតហើយក៏សូមជូនពរឲ្យគាត់អាយុវែងចូលរួមជាមួយនឹងទិវាគុណរបស់ឪពុកហើយជូនពរឲ្យកូនទាំងអស់ចេះស្រឡាញ់ឪពុកម្ដាយចេះខិតគូដល់ពួកកូនសម្រាប់នេះគឺជាវីដេអូលើកទី1អញ្ចឹងសូមផ្ញើជូនលោកឪពុកទាំងអស់គ្នាជាពិសេសប៉ែរបស់ខ្ញុំហ្មងឈ្មោះហមសាលីនបើសិនជាឃើញវីដេអូនេះចង់ប្រាប់ថាកូនទាំងអស់គ្នាគឺស្រឡាញ់ប៉ែនិងម៉ែដូចគ្នាជូនពរប៉ែសុខភាពល្អហើយនៅតែជាម្លប់ដល់កូនហើយជាលោកតាលោកយាយដែលជួយមើលថែចៅកូនចៅជំនាន់ក្រោយទៀតចា៎ជាចុងក្រោយខ្ញុំក៏សូមអរគុណទៅដល់ប៉ាហើយក៏ស្រឡាញ់ប៉ាខ្លាំងពេលខ្លះការស្រឡាញ់អត់សំដែងនៅមុខតែគ្រាន់តែកូនចង់ប្រាប់ថាកូនស្រឡាញ់ប៉ាខ្លាំងរីករាយពីលោកអន្តរជាតិនាំចូលនិងចែកចាយផ្ដាច់មុខដោយ TH Group